ជំរាបសួរសួស្តីប្រិយមិត្តទាំងឡាយទាំងចិត្តទាំងឆ្ងាយទាំងថ្មីទាំងចានៅថ្ងៃនេះមាននឹងមកសម្រាប់បញ្ចប់នៅរឿងភាគដែលមានចំណងជើងថាលងស្នេហ៍កញ្ញា CEO ជប៉ុនបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចនាំគ្នាជួយ like share ឲ្យមានម្នាក់មួយផងណាមានអរគុណច្រើនហើយឥឡូវនេះយើងវិលមកចូលសាច់រឿងរបស់យើងតែម្ដងទៅកាលពីចុងភាគមុននោះយូរីបានដឹងពីឪពុករបស់នាងមកថាថេអូបានដឹងការប៉ាតៃថានាងមានសមត្ថភាពពិសេសហើយរឿងក៏បានកាត់មកនៅថ្ងៃបន្ទាប់យើងឃើញយូរីមកពិភាក្សាគ្នាជាមួយម៉ាហ៊ីរ៉ូនាងគឺមានជាចម្ងល់3ចំណុចទី1គឺនាងឆ្ងល់ថាតើថេអូពិតជាបានដឹងពីនាងមែនឬមិនក៏អត់រីឯចំណុចទី2បើសិនជាថេអូបានដឹងតើគេដឹងតាំងពីពេលណាមកហើយទី3វិញតើគ្រូម៉ាហ្នឹងគឺជាណាគេទៅយូរីនាងពិតជាចង់ដឹងខ្លាំងថាតើថេអូហ្នឹងដឹងមែនអម៉ាហ៊ីរ៉ូក៏មានគំនិតល្អមួយនាងក៏បានណែនាំប្រាប់ទៅកាន់យូរីអញ្ចឹងហើយយើងទៅមើលការអនុវត្តរបស់យូរីតែម្ដងទៅដោយយូរីបានហៅថេអូហ្នឹងឲ្យចូលមកជួបនាងនៅក្នុង office យូរីនាងបានរកថានាងចង់ឆែកមើលពីភាព stress របស់បុគ្គលិកអញ្ចឹងហើយថេអូចាំស្ដាប់នាងនិយាយបានច្បាស់ណាយូរីក៏បានរៀបរាប់ឡើងគឺថានៅទីឆ្ងាយមួយនោះសត្វភេសមុទ្រហើយនឹងសត្វឆ្កែមួយក្បាលហ្នឹងគឺជាពួកម៉ាក់សម្លាញ់នឹងគ្នាហើយភេសមុទ្រហ្នឹងក៏មានផ្លែក្រូចមួយយ៉ាងឆ្ងាញ់មួយផ្លែប៉ុន្តែវាក៏បានលាក់មិនឲ្យសត្វឆ្កែហ្នឹងបានដឹងឡើយប៉ុន្តែសត្វឆ្កែហ្នឹងគឺបានដឹងបាត់ទៅហើយឥឡូវនេះឧទាហរណ៍ថាថេអូគឺជាសត្វឆ្កែមួយហ្នឹងតើថេអូនឹងគិតធ្វើយ៉ាងណាទៅថេអូបានឆ្លើយថាមិនទេគេក៏បែរជាប្រាប់វិញថាសត្វភេសមុទ្រអត់ចេះញ៉ាំក្រូចទេហើយវាក៏មិនអាចខ្លាយទៅជាមួយសត្វឆ្កែបានដែរយូរីក៏បានប្រាប់វិញទៅថាទាំងអស់ហ្នឹងគ្រាន់តែជាឧទាហរណ៍តើឥឡូវថេអូសាក់ឆ្លើយមកមើលហើយថេអូគេក៏បានគិតស្អីនៅក្នុងចិត្តមិនដឹងទេយូរីនាងស្ដាប់អត់យល់នាងក៏បានយកពាក្យហ្នឹងទៅសែឲ្យ Google ជួយបកប្រែឲ្យបន្តិចមើល Google ហ្នឹងក៏ទៅជាបកចេញថាខ្ទឹមបារាំងពណ៌បៃតងមើលទៅដូចជាមិនសមទំនងសោះគំនិតដែលម៉ាហេរ៉ូបានប្រាប់ឲ្យយូរីធ្វើហ្នឹងអត់ដំណើរការទៅមុខឡើយម្ល៉េះហើយយូរីក៏បានសុំចាប់ការឆេកត្រឹមតែប៉ុណ្្នឹងទៅហើយរឿងក៏បានកាត់មកបង្ហាញពី manager បន្តិចគេបានចេញមកជួបកញ្ញាហាណាដោយហាណាហ្នឹងនឹងសម្រេចចិត្តជួយបណ្ដាក់ទុនខ្លះទៅលើក្រុមហ៊ុនរបស់យូរីដល់អញ្ចឹងហើយ manager ក៏ចង់នាំហាណាហ្នឹងមកមើលនៅ office របស់គេធ្វើការហាណាហ្នឹងក៏ប្រមមកមើលជាមួយហើយពេលដែលនាងបានមកដល់ភ្លាមនោះនាងក៏បានចាប់អារម្មណ៍ទៅលើយូរីចំពេលហ្នឹងយូរីក៏កំពុងតែគិតតែម្នាក់ឯងថាអញ្ចេះតើថេអូពិតជាបានដឹងពីសមត្ថភាពពិសេសរបស់ខ្ញុំមែនអត់នៅពេលជាមួយគ្នាហ្នឹងយើងក៏បានឃើញហាណាយកដៃរបស់នាងដាក់នៅលើត្រចៀកឆ្វេងប្រហែលជានាងមានញាណពិសេសអីទៅដឹងបន្ទាប់មកនាងក៏បានសុំចេញទៅវិញបានដៃនាងបាននៅមើលក្រុមហ៊ុនហ្នឹងតទៅទៀតឡើយលុះដល់ពេលដែលចាប់ម៉ោងការងាររឿងក៏បានបង្ហាញថាម៉ាហ៊ីរ៉ូបានមកលេងការគោដល់កន្លែងគេស្រាវជ្រាវតែម្ដងពួកគេគឺព្យាយាមស្គាល់គ្នាទៅវិញទៅមកចំណែកឯយូរីណានាងក៏បានបបួលថេអូហ្នឹងមកញ៉ាំបាយនៅផ្ទះរបស់នាងគឺជាអ្នកធ្វើម្ហូបដោយផ្ទាល់ទៀតផងហើយបន្ទាប់ពីធ្វើរួចហើយនាងក៏បានឲ្យថេអូហ្នឹងជួយភ្លក់ជួយថែមគ្រឿងឲ្យកាន់តែមានរសជាតិឆ្ងាញ់បន្តិចមើលស្នាដៃដែលគូស្នេហ៍ធ្វើជាមួយគ្នាអញ្ចឹងហើយរឿងអីដែលមិនឆ្ងាញ់នោះម្នាក់ក៏ហត់ទឹកសន្លក់ឡើងអស់ពីចានជាបន្តមកថេអូគេក៏បានសុំពេល5នាទីដោយគេបានរត់ចេញទៅខាងក្រៅបន្តិចដល់ពេលដែលគេដើរចូលមកវិញនោះគេក៏មានកាន់បាច់ផ្កាក្រហមមួយបាច់ហ្នឹងយកមកឲ្យយូរីហើយមើលទៅបែបជាគេមានចិញ្ចៀនមកវងយកមកឲ្យយូរីឯងមើលទៅនោះប៉ុន្តែទាំងអស់ហ្នឹងគឺជាការសម័យរបស់យូរីសោះថេអូគេរត់ចេញទៅខាងក្រៅមែនប៉ុន្តែគេចេញទៅយកកៅអៅឈុតមកពាក់រួមគ្នាតើថេអូគេចង់ពាក់កៅអៅគូស្នេហ៍ជាមួយយូរីពួកគេចង់បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នានោះបន្ទាប់មកពួកគេក៏បានថតមកប៉ោះហើយពួកគេក៏បានអង្គុយញ៉ាំអីតេះកំដរមាត់ថែមទាំងបានសន្ទនាគ្នាលេងពីនេះពីនោះបានមកសបកមកយូរីក៏ឆ្លៀតឱកាសសួរថាថេអូបើសិនជាលោកអាចមានសមត្ថភាពពិសេសតើលោកចង់បានសមត្ថភាពអីគេដែរឧទាហរណ៍ដូចជាសមត្ថភាពដែលបញ្ឈប់ពេលវេលាបានថេអូក៏បានតបអូយអត់ល្អទេអញ្ចឹងខ្ញុំមិនអាចនិយាយគ្នាជាមួយនាងបានផងហ្នឹងយូរីក៏បានសួរទៀតចុះបើសិនជាសមត្ថភាពអាច teleport បានថេអូក៏បានតបថាល្អតើខ្ញុំចង់ជួបនាងពេលណាគឺបានមកជួបនាងភ្លាមតែម្ដងយូរីក៏បានសួរជាបន្តទៀតចុះបើសិនជាលោកអាចស្ដាប់ឮការគិតរបស់មនុស្សបានអីយ៉ាចូលសងរបស់យូរីឯងតានេះថេអូគេគិតមកផ្លែទៅគេក៏ស្រាប់តែភ្ញាក់ខ្លួនអញ្ចឹងថេអូក៏បានរលែថាដល់ម៉ោងដែលខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញហើយគេនិយាយអញ្ចឹងហើយក៏បានរត់ចេញទៅប្រូចចុះឡើងយូរីនៅតែមិនបានដឹងការពិតដដែលលុះនៅថ្ងៃបន្តមកទៀតមកគូស្នេហ៍ពួកយើងហ្នឹងគឺចេញមកធ្វើការតាមធម្មតាលុះពេលដល់ម៉ោងចេញពីធ្វើការហើយយើងស្រាប់តែឃើញហាណាហ្នឹងបានមករកថេអូនាងក៏បាននិយាយថាឥឡូវអញធំច្រើនណាស់នេះថេអូក៏បាននិយាយបកវិញអូគឺជាបងស្រីតើបងនៅតែដែរសាច់ចាំហ្មងអត់មានចាស់សោះរួចមកពួកគេទាំងពីរក៏បានចេញមកឈរនិយាយគ្នាលេងបន្តិចដោយហាណាបាននិយាយថាពេលដែលនៅហុកកៃដូនោះបងខំតែគិតថាឯងភ្លេចបងឯងតើថេអូក៏ទៅតែយល់អញ្ចឹងតើបានជាហាណាហ្នឹងចេញទៅដល់គ្មានប្រាប់គេអីសូម្បីតែមួយម៉ាត់ហើយហាណាក៏មិនបានបងអង្គពេលយូរទេនាងក៏បាននិយាយចូលសាច់រឿងតែម្ដងនាងបាននិយាយថាកាលពីម្សិលមិញបងបានឃើញ CEO របស់ឯងហើយនាងក៏មានសមត្ថភាពពិសេសដូចជាបងដែរតើត្រូវអត់បើអញ្ចឹងមិនបានន័យថាហាណាហ្នឹងអាចស្ដាប់ឬសូរការគិតដែរហាណាណាថែមទាំងបានសួរតទៀតថាពួកឯងទាំងពីរនេះតាក់ទងគ្នាត្រូវទេថេអូគេក៏ខំងាកមុខចាញ់គេមិនចង់ឲ្យហាណាហ្នឹងបានឃើញភ្នែករបស់គេឡើយខ្លាចតែថាហាណាហ្នឹងបានដឹងតែគេនឹងកំពុងតែគិតអ្វីហើយបើទោះបីជាហាណាបានទាញឲ្យថេអូហ្នឹងមកចង់មកនាងក៏ដោយចុះថេអូហ្នឹងគេបាយមកមែនប៉ុន្តែគេបិទភ្នែកឡើងជើហាណាក៏បាន
សួរតទៀតថាមនុស្សឡើងមកកកហើយអ្វីបានចាយទៅតាក់តងនាងហើយឯងបានដឹងស្រាប់ហើយឯងមិនអាចនិយាយកុហកបងបានទេថៃអូក៏ព្រមបើកភ្នែកនិយាយជាមួយទៅចោគេបាននិយាយថាខ្ញុំអត់អីទេបងហើយខ្ញុំអត់ខ្វល់ឡើយពេលហ្នឹងឯងដែលពួកយើងបានដឹងមកថាថៃអូហ្នឹងបានដឹងថាយូរីមានសមត្ថភាពពិសេសគឺបន្ទាប់ពីថៃអូហ្នឹងបានជួបហាណានៅហុកកៃដូហើយពេលដែលគេបានត្រឡប់មកពីហុកកៃដូវិញនោះគេក៏បានរកសភើចាស់ៗពីមុនរបស់គេយកមកមើលបន្តិចដែលគេចង់រកសភើរឿងមួយដែលហាណាហ្នឹងបាននិពន្ធពេលហ្នឹងហើយដែលថៃអូបានដឹងថា CEO យូរីហ្នឹងមានសមត្ថភាពពិសេសដូចជាហាណាដែរប៉ុន្តែថៃអូនៅតែស្រឡាញ់យូរីអញ្ចឹងអារម្មណ៍របស់គេនឹងមិនផ្លាស់ប្ដូរទៅណាទាំងអស់ដល់អញ្ចឹងហើយហាណាក៏បានសួរឲ្យកើតចុះឯងមានបានចាំចង់បញ្ចប់នៃខ្សែរឿងរបស់បាននិពន្ធនឹងដែរអត់ពួកឯងមិនអាចស្រឡាញ់គ្នាបានទេណាឯងត្រូវតែបែកគ្នាមុនពេលដែលមានរឿងអាក្រក់កើតឡើងប៉ុន្តែថៃអូក៏បាននិយាយវិញថាវាគឺជាការសម្រេចចិត្តរបស់ខ្ញុំហើយខ្ញុំក៏ជាអ្នកនឹងទទួលខុសត្រូវគ្រប់យ៉ាងខ្ញុំនឹងមិនបែកគ្នាជាមួយនាងជាដាច់ខាតខ្ញុំអរគុណបងច្រើនណាស់ដែលបងបារម្ភពីខ្ញុំហើយឥឡូវនេះខ្ញុំសូមចេញទៅមុនហើយនៅកំឡុងពេលហ្នឹងដែរយើងក៏បានដឹងទៀតថាការដែលគ្រូម៉ាបានតាក់ទងទៅរកមនុស្សម្នាក់នោះគឺគ្រូម៉ាហ្នឹងបានតាក់ទងទៅរកហាណានឹងឯងដោយសារតែគាត់និយាយប្រាប់ថៃអូមិនស្ដាប់គាត់ក៏ចង់ឲ្យហាណាហ្នឹងជួយនិយាយជំនួសព្រោះតែហាណាហ្នឹងក៏ស្និទ្ធស្នាលគ្នាជាមួយនឹងថៃអូហើយរឿងក៏បានកាត់មកនៅថ្ងៃបន្ទាប់ទៀតគ្រាន់តែថៃអូដើរចេញពីអอฟហ្វិសរបស់គេធ្វើការភ្លាមយើងក៏បានឃើញហាណាហ្នឹងដើរចូលទៅក្នុងក្រុមហ៊ុនផ្លាតនាងថែមទាំងនិយាយតែម្នាក់ឯងថាសុំទោសហាថៃអូបងធ្វើនេះគឺដើម្បីតែឯងដោយហាណានាងបានចូលមកជួបគ្នាជាមួយនឹង manager នាងបានសុំផ្ញើសភៅមួយក្បាលហ្នឹងទុកទៅឲ្យយូរីផងហើយហាណាក៏បាននិយាយប្រាប់ manager ថាក្នុងសភៅរឿងហ្នឹងគឺជារឿងពិតរបស់ខ្ញុំ manager គេភ្ញាក់ផ្អើលមែនតើគេដូចជាចង់ជឿបន្តិចមិនចង់ជឿបន្តិចហើយបន្ទាប់ពីហ្នឹងមកយើងក៏បានឃើញ manager បានយកសភៅហ្នឹងយកមកឲ្យយូរីដល់ផ្ទះពេលដែលគេមកដល់ភ្លាមហ្នឹងគេមិនបានមកកអ្វីឡើយប៉ុន្តែគេបានជិះគិតនៅក្នុងចិត្តថាយូរីខ្ញុំដឹងថានាងអាចស្ដាប់លឺខ្ញុំបានតើវាជាការពិតមែនទេយូរីក៏បានងាកមកចេញយ៉ាងលឿនអញ្ចឹងទៅ manager ក៏បានសុំទោសដែលគេចង់សាកល្បងទៅលើយូរីហើយបន្ទាប់មកគេក៏បានសុំចូលទៅជួបនិយាយគ្នាជាមួយនឹងយូរីបន្តិចដោយ manager នោះបាននិយាយថាហាណាគេបានមករកនាងហើយហាណាក៏បានទុកសភៅឲ្យនាងមកក្បាលដែរហើយហាណាក៏បានផ្ដាំខ្ញុំឲ្យខ្ញុំមកប្រាប់តកានាងថាសភៅរឿងនេះគឺជារឿងពិតរបស់ខ្ញុំចង់បញ្ចប់នៃសាច់រឿងគឺជាអ្វីដែលបានកើតឡើងពិតប្រាកដរវាងខ្ញុំហើយនឹងសង្សាររបស់ខ្ញុំមិនចង់ឲ្យអ្នកទាំងពីរជួបវាសនាដូចជាពួកខ្ញុំឡើយយូរីពេលដែលបានដឹងពីការផ្ដាច់ផ្ដាំនឹងហើយនាងក៏បានយកសភៅរឿងហ្នឹងមកអានយ៉ាងលឿនដោយនៅក្នុងសភៅហ្នឹងគឺមានបកប្រែជាភាសាជប៉ុនឲ្យស្រាប់បែបនេះគឺងាយស្រួលមើលងាយយល់មែនតើដោយនៅចុងបញ្ចប់នៃសាច់រឿងតួប្រុសក៏បានក្លាយទៅជាដួងតារារះនៅលើផ្ទៃមេឃនេះគឺបានន័យថាតួប្រុសហ្នឹងបានស្លាប់ចោលតួស្រីចំណែកឯ manager នេះវិញពីតវងឡើយគេមិនចង់ជឿពីរបស់ហាណានឹងឡើយយ៉ាងណាក៏ដោយគេក៏បានព្យាយាមស្រាវជ្រាវមើលឲ្យបានច្បាស់ហើយគេក៏បានដឹងមកថាហាណាហើយនឹងសង្សាររបស់នាងរៀននៅសាកលវិទ្យាល័យតែមួយជាមួយគ្នាលុះបានមួយរយៈក្រោយមកសង្សាររបស់ហាណាហ្នឹងគឺពិតជាបានស្លាប់មែនយូរីនេះវិញបានដឹងអញ្ចឹងទៀតនាងកាន់តែបារម្ភពីថេអូកាន់តែខ្លាំងលើសដើមហើយនាងក៏ទើបតែបានយល់ថាតើហេតុអ្វីបានជាថេអូហ្នឹងលាក់នាងហើយគេក៏ធ្វើជាម្ដងពីសមត្ថភាពពិសេសរបស់នាងព្រោះតែគេចង់នៅក្បែរនាងឲ្យបានច្រើនតាមដែលគេធ្វើទៅបានបន្ទាប់ពីយូរីធ្វើការសញ្ជប់សញ្ជឹងគិតបានមួយសន្ទុះធំមកនាងក៏បានធ្វើដំណើរមករកថេអូដល់ផ្ទះដោយនាងមានរឿងចង់និយាយជាមួយគេបន្តិចប៉ុន្តែថេអូគេចេះតែប្រឡាប់ទៅនិយាយរឿងផ្សេងរហូតគេមិនបានឲ្យយូរីហ្នឹងបាននិយាយឡើយហាក់ដូចជាគេបានដឹងពីគោលបំណងរបស់យូរីអញ្ចឹងយ៉ាងណាក៏ដោយក៏យូរីហ្នឹងនៅតែនិយាយឲ្យតតែបាននាងបាននិយាយថាថេអូខ្ញុំបានជួបលោកខ្ញុំក៏បានស្រឡាញ់លោកវាគឺជាលើកទី1ហើយដែលខ្ញុំបានដឹងថាស្រឡាញ់មនុស្សម្នាក់មានអារម្មណ៍យ៉ាងណានោះខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ឈឺចាប់ខ្ញុំថែមទាំងខ្លាចទៀតខ្ញុំបានស្គាល់អារម្មណ៍ជាច្រើនលាយឡំបូកបញ្ចូលគ្នាខ្ញុំអរគុណថេអូណាខ្ញុំស្រឡាញ់លោកអញ្ចឹងហើយពួកយើងបែកគ្នាទៅថេអូគេអត់បានយល់ទេគេក៏បានសួរថាហេតុអ្វីទៅហើយនៅក្នុងចិត្តរបស់គេក៏បានគិតថាតើនាងបានដឹងអីមែនទេថាខ្ញុំបានដឹងពីសមត្ថភាពពិសេសរបស់នាងរួចមកគេក៏បានដើរទៅចាប់ដៃយូរីរួមទាំងនិយាយថាយូរីខ្ញុំពិតជាស្រឡាញ់នាងប៉ុន្តែយូរីក៏បានលែងដៃចេញពីថេអូហើយនាងក៏បានដើរចេញទៅតែម្ដងថេអូក៏បាននិយាយជាភាសាកូរ៉េដែលបកប្រែជាភាសាខ្មែរថាកុំទៅអីណាប៉ុន្តែយូរីនាងនៅតែចេញទៅដដែលហើយពេលដែលនាងបានចេញមកដល់ខាងក្រៅនាងក៏បានឆែកមើលពាក្យកូរ៉េដែលថេអូបាននិយាយមុនហ្នឹងបន្ទាប់ពីបានដឹងអត្ថន័យហើយបេះដូងរបស់នាងកាន់តែឈឺចាប់ប៉ុន្តែឲ្យនាងធ្វើអ្ហ្មងចោនាងពិតជាមិនចង់ឲ្យថេអូមានគ្រោះថ្នាក់ដោយសារតែនាងឡើយលុះពេលដែលនាងដើរចេញបានបន្តិចមកស្រាប់តែមានម៉ូតូមួយហ្នឹងជិះសម្ដៅមករកយូរីតែម្ដងភ្លាមនឹងដែរយើងក៏បានឃើញថេអូរត់មកជួយយូរីដែលគ្មានខ្វល់ពីអ្វីទាំងអស់តិចលោថេអូគេកាត់អីនៅពេលហ្នឹងទៅប៉ុន្តែគេមិនបានកាត់អីទេថេអូគឺនៅធម្មតាគ្រប់យ៉ាងលបួសតែប៉ិនចុងកញ្ចក់ហ្នឹងក៏អត់មានដែរគ្រាន់តែថាគេជ្រុះស្បែកជើងមកខាងបាត់ទៅហើយបើទោះបីជាថេអូហ្នឹងមិនបានកាត់អីក៏ដោយប៉ុន្តែយូរីនាងពិតជាបារម្ភខ្លាំងណាស់នាងបារម្ភឡើងហូរទឹកភ្នែករីឯថេអូវិញគេក៏បារម្ភពីយូរីដូចគ្នាម្ល៉េះហើយគេក៏បានសុំជូនយូរីទៅកាន់ផ្ទះពួកគេទាំងពីរគឺបារម្ភពីគ្នាទៅវិញទៅមកលុះពេលដែលយូរីបានមកដល់ផ្ទះរបស់នាងហើយនាងទប់លែងជាប់ទៀតហើយទឹកភ្នែកហ្នឹងក៏ហូរមកឡើងវូវ
នាងក៏នៅអង្គុយយំតែម្នាក់នៅខាងមុខផ្ទះតែម្ដងរីឯថេអូវិញគេក៏បានឈប់មកយូរីឡើងផុតកតុយភ្នែកលុះដល់ថ្ងៃស្អែកបានចូលមកដល់នៅក្រុមហ៊ុនណាស្រាប់តែបាត់ថេអូបានហើយយូរីក៏បានឃើញសម្បត្តិលាឈប់របស់ថេអូម្នាក់នៅក្នុងក្រុមហ៊ុនណាឡើងច្បុកច្បល់ខ្លាំងណាស់ពួកគេពិតជាមិនយល់ឡើយថាតើហេតុអ្វីបានជានៅសុកហ្នឹងថេអូឈប់បែបនេះជាបន្តមកយើងក៏បានឃើញថេអូហ្នឹងមកនៅសេអ៊ូលនៅក្នុងប្រទេសកូរ៉េនេះវិញបានហើយចង់អ្នកនៅជប៉ុនហ្នឹងតាក់ទងមកកាន់គេយ៉ាងណាក៏ដោយក៏គេមិនខ្ជិលលើកទូរស័ព្ទដែរប្រហែលជាថេអូមកកាន់ស្រុកកំណើតនេះដើម្បីតែបំភ្លេចស្នេហារបស់គេទេដឹងបើយើងងាកទៅមើលយូរីវិញនាងពិតជានឹកថេអូខ្លាំងណាស់ប៉ុន្តែនាងក៏ព្យាយាមកុហកខ្លួនឯងនាងបានកុហកថានាងមិនអីឡើយនាងមិននឹកគេទេនាងឈប់ស្រឡាញ់គេតទៅទៀតហើយការដែលបង្ខំខ្លួនឯងឲ្យគិតអញ្ចឹងគឺវាឈឺចាប់ខ្លាំងណាស់យូរីក៏មានជាការស្ទះណែនៅក្នុងបេះដូងចំណែកឯម៉ាហេរ៉ូហើយនិង manager ហ្នឹងពួកគេបានមើលដឹងអញ្ចឹងទៅពួកគេក៏បានមកអង្គុយគិតគ្នាដោយពួកគេពិតជាចង់រកវិធីណាដើម្បីឲ្យយូរីហ្នឹងបានសមាជិកមកវិញបានពេលដែលចាប់ម៉ោងការងារពួកគេទាំងពីរហ្នឹងក៏បានមកនិយាយគ្នាជាមួយយូរីតែម្ដងដោយពួកគេបានឲ្យយោបល់ឲ្យយូរីហ្នឹងសាកធ្វើមេតូត33វិនាទីជាមួយថេអូវិញម្ដងមើលតែកាលណាដែលយូរីបាត់បង់សមត្ថភាពពិសេសហើយនាងនឹងអាចឆ្លាញ់គ្នាជាមួយថេអូបានហើយប៉ុន្តែយូរីក៏បាននិយាយប្រាប់វិញគឺនាងបានសាកជាមួយនឹងប៉ារបស់នាងរួចទៅហើយប៉ុន្តែអ្វីគឺនៅដដែលទាំងអស់ម៉ាហេរ៉ូក៏បាននិយាយលួងលោមនាងថានាងហើយនឹង manager នឹងធ្វើយ៉ាងណាក៏ដោយឲ្យយូរីមានសុភមង្គលយូរីហ្នឹងកុំគិតច្រើនពេកអីទោះបីជាអត់សង្សារក៏មានពួកម៉ាក់នៅក្បែរដែរមែនអត់រួចពីនឹងមកយើងក៏ឃើញ manager ហ្នឹងនៅស្រាវជ្រាវស្អីមិនដឹងទេក្រោយមកទៀត manager ហ្នឹងក៏បានទូរស័ព្ទសួរទៅកាន់ហាណាគេបានសួរថាពេលដែលនាងសម្លឹងមុខមនុស្សដែលនាងស្រឡាញ់រយៈពេល33វិនាទីតើវាពិតជាបាត់បង់សមត្ថភាពពិសេសនឹងមែនឬហាណាក៏បានឆ្លើយតបនេះគឺជាអ្វីដែលខ្ញុំស្រាវជ្រាវឃើញហើយខ្ញុំបានសង្ឃឹមទុកប៉ុន្តែខ្ញុំមិនបានអនុវត្តជាមួយនឹងសង្សាររបស់ខ្ញុំផងព្រោះតែសង្សាររបស់ហាណាបានស្លាប់ចោលនាងបាត់ទៅហើយហ្នឹងឥឡូវយើងនាំគ្នាមកមើលស្នេហារបស់ម៉ាហេរ៉ូវិញម្ដងការខិតខំប្រឹងប្រែងរបស់នាងគឺទទួលបានភាពជោគជ័យហើយទីបំផុតទៅការគូក៏បានយល់ពីអត្ថន័យស្នេហាគេថែមទាំងព្រមនិយាយពាក្យថាខ្ញុំក៏ស្រឡាញ់នាងដែរគេបាននិយាយពាក្យនោះចំពោះម៉ាហេរ៉ូម៉ាហេរ៉ូឡើងសប្បាយចិត្តអត់ឧបមានាងលែងស្រឡាញ់គេតែម្ខាងឯតែប៉ុណ្ណឹងយើងក៏លេចមកមើលនៅឯប្រទេសកូរ៉េនេះវិញយើងក៏បានឃើញ manager ហ្នឹងនៅទីនេះគេមានការងារមកប្រជុំនៅហ្នឹងហើយបើជ្រុលជាគេមកហើយគេក៏បានឆ្លៀតមកជួបគ្នាជាមួយថេអូបានបន្តិចទៅដោយ manager ហ្នឹងចង់សួរទៅកាន់ថេអូថាអញ្ចាហើយអ្វីបានជាឯងមកកាន់ប្រទេសកូរ៉េដែលគ្មានប្រាប់ពីណាគេស្បីតែមួយម៉ាត់បែបនេះថេអូក៏បាននិយាយតបថាព្រោះតែខ្ញុំមិនឯងនៅក្បែរយូរីបានចំណែកឯ manager គេក៏បានឲ្យសម្បត្តិលាឈប់របស់ថេអូហ្នឹងទៅឲ្យថេអូវិញរួមទាំងនិយាយថាពួកយើងនៅតែចាត់ទុកឯងគឺជាបុគ្គលិករបស់ពួកយើងអញ្ចឹងចាត់ទុកថានេះគឺជាបញ្ជារបស់ថ្នាក់លើឯងទៅចុះគឺ manager ចង់ឲ្យថេអូហ្នឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញពេលនេះគេសុំប្រាក់អំណាចជាមេម្ដងទៅចុះយើងងាកមកមើលយូរីឯណានាងក៏បានទួញសោពីរឿងស្នេហារបស់នាងប្រាប់តែឲ្យប៉ារបស់នាងបានដឹងប៉ារបស់យូរីវិញគាត់ពិតជាលើកទឹកចិត្តកូនមែនតើហើយគាត់ក៏មិនចង់ឃើញកូនណាមានការជឿចាប់ដោយសារតែស្នេហាអញ្ចឹងដែរហើយរឿងក៏បានកាត់មកនៅពេលមួយដែលយូរីហ្នឹងអូវ៉ាលីផងអីផងបែបជានាងចង់រត់ទៅកាន់ប្រទេសកូរ៉េតាមថេអូអីទេដឹងប៉ុន្តែនាងក៏បានមកជួបថេអូនៅពាក់កណ្ដាលផ្លូវអញ្ចឹងហើយនាងក៏បានរត់ទៅអោបគេឡើងពេញមកទំហឹងនាងថែមទាំងនិយាយទៅកាន់ថេអូទៀតថាខ្ញុំនឹកលោកខ្ញុំនឹកសម្លេងរបស់លោកខ្ញុំនឹកមុខរបស់លោកថេអូគេក៏បាននិយាយវិញដែរថាគេក៏នឹកយូរីដូចគ្នាបន្ទាប់មកយូរីក៏បានដៃចិត្តនិយាយតាមត្រង់ដែលឲ្យពាក្យហ្នឹងចេញពីមាត់របស់នាងតែម្ដងនាងបានប្រាប់ថេអូថានាងមានសមត្ថភាពពិសេសអាចស្ដាប់ឮសូរការគិតរបស់មនុស្សបានប៉ុន្តែកន្លងមកនាងមិនហ៊ាននិយាយប្រាប់ថេអូព្រោះតែនាងពិតជាខ្លាចបាត់បង់គេខ្លាំងណាស់ថេអូគ្រាន់តែនិយាយវិញថានាងប៉ុនខ្លាចដូចជាកូនឆ្មាអញ្ចឹងហើយថេអូគេក៏មិនបានខ្លាចយូរីអីដែរម្ល៉េះហើយយូរីក៏បាននិយាយទាំងទឹកភ្នែកថាខ្ញុំស្រឡាញ់លោកខ្ញុំពិតជាចង់នៅក្បែរលោកខ្លាំងណាស់ខ្ញុំមិនចង់ឲ្យលោកចេញទៅណាឆ្ងាយពីខ្ញុំទាំងអស់ថេអូគេក៏បាននិយាយវិញដែរខ្ញុំក៏ដូចនាងអញ្ចឹងហើយខ្ញុំក៏មិនចង់ឲ្យនាងរងទុក្ខលុះពេលដែលពួកគេទាំងពីរបានសម្រួលអារម្មណ៍នៅគ្នាអីស្រួលបួលហើយពួកគេក៏បានឡើងមកលើដំបូលផ្ទះរបស់ថេអូជាមួយគ្នាដោយយូរីនាងចង់សម្លឹងមុខរបស់ថេអូនឹងឲ្យបាន33វិនាទីក្រែងលោថានាងអាចបាត់បង់សមត្ថភាពពិសេសនឹងបានរបៀបថានាងសាកជាមួយប៉ានាងមែនប៉ុន្តែបរាជ័យនាងក៏សាកជាមួយថេអូវិញម្ដងមើលព្រោះតែគេក៏ជាមនុស្សដែលនាងស្រឡាញ់ដូចគ្នាប៉ុន្តែនៅកំឡុងពេលហ្នឹងពេលដែលជិតគ្រប់33វិនាទីទៅហើយថេអូក៏បានងាកភ្នែកចេញពីយូរីហើយគេក៏បានអោបយូរីជាប់រួមទាំងនិយាយថាកុំចាស់សមត្ថភាពពិសេសនឹងអីខ្ញុំស្រឡាញ់យូរីជាយូរីណាហើយខ្ញុំមិនអាចស្ដាប់ឮការគិតរបស់នាងបានក៏មែនប៉ុន្តែខ្ញុំនៅតែយល់ពីអារម្មណ៍របស់នាងបានទោះបីជាខ្ញុំមិនបានយល់ទាំងអស់ក៏ដោយចុះតែខ្ញុំនឹងព្យាយាមយល់ឲ្យបានច្រើនខ្ញុំនឹងឆ្លងកាត់រកឧបសគ្គទាំងអស់យូរីឡើងរំជួលចិត្តមែនតើហើយនាងក៏បាននិយាយឡើងថាអូនស្រឡាញ់បងថេអូគេក៏បាននិយាយវិញបងក៏ស្រឡាញ់អូនដូចគ្នាដែរពួកគេទាំងពីរក៏បានថើបគ្នាពោពេញទៅដោយក្តីស្រឡាញ់ឡើងពេញបេះដូងពេលនេះគឺជាពេលវេលាដែលពួកគេមានក្តីសុខបំផុតពួកគេគឺសម្រេចសម្រួលគ្នាហើយចាប់តាំងពីថ្ងៃនេះទៅគឺពួកគេគ្មានថ្ងៃបែកគ្នាជាដាច់ខាតមួយឆ្នាំក្រោយមកយើងឃើញ manager ធ្វើការនៅក្នុងក្រុមហ៊ុនរបស់យូរីដដែលទេប៉ុន្តែដូចជាបាត់វត្តមានរបស់យូរីនិងថេអូឲ្យឆឹងហើយរឿងក៏បានលេងបកក្រោយឲ្យពួកយើងបានដឹងការពិតមួយគឺ manager ហ្នឹងបានស្រាវជ្រាវរកការពិតឃើញហើយគេក៏បានមកនិ
និយាយប្រាប់ហាណាថាសង្សាររបស់ហាណាមានជំងឺបេះដូងតាំងពីសង្សារហាណាហ្នឹងមិនទាន់បានជួបគ្នាបានស្គាល់គ្នាជាមួយហាណាម៉ែសរុបមកការស្លាប់របស់សង្សារហាណាគឺមិនមានពាក់ព័ន្ធនឹងសមត្ថភាពពិសេសរបស់ហាណាឡើយវាគឺមិនមែនជាកំហុសរបស់ហាណាទេបើសិនជាអញ្ចឹងមែនថេអូគេក៏គ្មានបញ្ហាដល់ការស្លាប់ដែរតើមែនអត់ប្រកាសជាការប៉ុណ្្នឹងឯងណែមើលណែថេអូគេមកដើរលេងនៅស្រុកកូរ៉េជាមួយយូរីសោះស្មានតែថាពួកគេបាត់ទៅណានតើការប៉ុណ្ណាពួកគេមកវិសមការជាមួយគ្នាមកផ្អែមល្ហែមតែពីរនាក់អញ្ចឹងសោះមិនត្រឹមតែប៉ុណ្្នឹងទេយើងក៏បានឃើញយូរីចេះនិយាយភាសាកូរ៉េឡើងមកអែមលុះមាននាយកមួយនោះយើងក៏បានឃើញថេអូមានចិញ្ចៀនមួយវងនោះយកមកបំពាក់ឲ្យយូរីចិញ្ចៀនគេឡើងស្អាតទៀតនេះមើលទៅឡើងប្លែកហើយនិយាយអញ្ចឹងគ្រូម៉ាគាត់ក៏លែងមកបាយស្នេហារវាងយូរីនិងថេអូទៀតដែរហើយឥឡូវគាត់ស្និទ្ធស្នាលគ្នាជាមួយនឹងប៉ាយូរីមែនតើព្រោះតែពួកគេចិត្តខ្លាយទៅជាដល់ឡងនឹងគ្នានោះអីហើយប៉ាយូរីគាត់ក៏បានស្គាល់គ្នាជាមួយនឹងថេអូដែរបីនាក់កូនហើយនឹងកូនប្រសាហ្នឹងក៏អាសាចេញមកលំហែជាមួយគ្នាទៀតផងបើយើងក៏លេងមើលគូស្នេហ៍ម៉ាហេរ៉ូហើយនឹងកាគូឯនេះវិញពួកគេទាំងពីរហ្នឹងក៏បានស្រឡាញ់គ្នាហើយកាគូហ្នឹងក៏មានចិញ្ចៀនឲ្យម៉ាហេរ៉ូទៀតផងចង់បញ្ចប់នៃរឿងគេមួយនេះគឺមានក្តីសុខឡើងពេញដួងហេតុតែយូរីក៏នៅតែមានសមត្ថភាពពិសេសក្តីស្នេហ៍រវាងនាងហើយនឹងថេអូក៏ពិសេសដូចគ្នាហើយរឿងមួយនេះក៏បានចូលមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងអរគុណបងអូនធំមែនតើសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតមកដល់ទីបញ្ចប់នេះណាជួបជាមួយនៅអេមីងថៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអញ្ញង